សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរនាងខ្ញុំចង់មកលើកប្រធានបទដែលទាក់ទងជាមួយនឹងកត្តា3ចំណុចដែលបង្ហាញថាយើងទាំងអស់គ្នាគឺជាមនុស្សដែលចេះក្រែងចិត្តអ្នកដទៃទី1នោះនៅពេលដែលមនុស្សដែលជាមនុស្សដែលចេះក្រែងចិត្តអ្នកដទៃអ្នកទាំងអស់គ្នានឹងតែងតែមានgolden rule ទាក់ទងជាមួយនឹងច្បាប់មាសដែលមានន័យថាយើងtreat other people the way you want to be treated មានន័យថាយើងនឹងធ្វើអ្វីដែលយើងចង់ឲ្យអ្នកដទៃធ្វើត្រឡប់ទៅចំពោះយើងវិញអញ្ចឹងត្រង់ចំណុចនេះផងដែរខ្ញុំលើកជាឧទាហរណ៍ថាដូចជាយើងអត់ចង់ឲ្យអ្នកដទៃគាត់មកបន្ទន់ទាការងារយើងទេចង់ឲ្យគាត់កំណត់ការវិភាគឲ្យច្បាស់លាស់ប៉ុន្តែយើងខ្លួនឯងក៏គួរតែ start ឬក៏គួរតែចាប់ផ្ដើមធ្វើទង្វើទាំងអស់នេះទៅគេអញ្ចឹងយើងព្យាយាមកាត់បន្ថយការព្យាយាមបន្ទន់ទាការងារពីអ្នកដទៃដើម្បីកុំឲ្យអ្នកដទៃគាត់អត់សុខចិត្តពីព្រោះថាយើងនឹងអាចយល់ថាពេលដែលយើងធ្វើទង្វើបែបនេះដាក់ដល់អ្នកដទៃគាត់នឹងអត់សុខចិត្តដូចយើងដែរទី2ទាក់ទងជាមួយនឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាតែងតែមានការគិតថាការងាររបស់អ្នកដទៃក៏សំខាន់ដូចការងាររបស់យើងដែរទោះបីជាមុខតំណែងអ្វីឬក៏ទោះបីជាគាត់គឺជាអ្នកអនាម័យឬក៏ជាផ្នែកសន្តិសុខឬក៏ជាគ្រាន់តែបុគ្គលិកបម្រើសេវាកម្មធម្មតាក៏ដោយប៉ុន្តែគាត់ក៏ការងាររបស់គាត់ក៏មានតម្លៃដូចការងាររបស់យើងដូចគ្នាដែរខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាគិតថាមានតែការងាររបស់អ្នកទាំងអស់គ្នាទេដែលសំខាន់ការងារអ្នកដទៃអត់សំខាន់ទេអញ្ចឹងពេលដែលយើងគិតអញ្ចឹងហើយគឺយើងនឹងធ្វើទង្វើដែលមិនសមប្រកបតាមអ្នកដទៃហើយតែបង្កើនជាទម្លាប់មួយដែលយើងជាមនុស្សមិនចេះក្រែងចិត្តគេហើយធ្វើឲ្យគេមិនចង់គ្រប់គ្រងអានយើងផងដែរអញ្ចឹងតើតើជាមួយនឹងកត្តាទី3នោះគឺខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាគិតថាមិនមែនតែជាការងាររបស់យើងទេដែលធ្វើឲ្យយើងតែងតែរវល់ហើយនឹងមានភាពបន្ទាន់ប៉ុន្តែការងាររបស់អ្នកដទៃដូចគ្នាត្រង់ចំណុចនេះផងដែរខ្ញុំចង់បញ្ជាក់ផងថាដូចជាឧទាហរណ៍បុគ្គល A គាត់មានការងារដែលត្រូវការ support ពីបុគ្គល B ប៉ុន្តែពេលវេលាមួយនោះគឺបុគ្គល B គឺគាត់ត្រូវការធ្វើការងាររបស់គាត់ដែរប៉ុន្តែបុគ្គល A គាត់អត់សូវខ្វល់ឬក៏ព្រួយបារម្ភអំពីការងាររបស់បុគ្គល B ទេតែគាត់ចង់បានការងារគាត់ឲ្យទាន់ពេលវេលាពីបុគ្គល B អញ្ចឹងហើយធ្វើឲ្យបុគ្គល B ហ្នឹងគាត់មានអារម្មណ៍ថាគាត់អត់សុខចិត្តហើយគាត់បែរជាអត់ចង់រាប់អានជាមួយនឹងបុគ្គល A ឬក៏ពេលខ្លះគាត់អាចធ្វើទាន់ពេលវេលាប៉ុន្តែគាត់បែរជាមិនធ្វើការងារនឹងឲ្យដោយសារគាត់យល់ថាអ្នកបុគ្គល A ហ្នឹងគឺអត់បានយល់ដល់ផលប៉ះពាល់ដែលបុគ្គល B ហ្នឹងចំណាយពេលវេលាទៅជួយការងារបន្ទាន់របស់បុគ្គល A ដែលធ្វើឲ្យប៉ះពាល់ការងាររបស់គាត់ទេអញ្ចឹងសរុបសេចក្តីមកខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាព្យាយាមគិតអំពីអារម្មណ៍របស់អ្នកដទៃថាអ្វីដែលយើងអត់ចង់ឲ្យប៉ះពាល់ដល់អារម្មណ៍យើងឬក៏អ្វីដែលយើងគិតថាសំខាន់ឬក៏ផ្ទាល់ហ្នឹងត្រូវ make sure ឬក៏ត្រូវឲ្យប្រកាសថាវាអត់ប៉ះពាល់ដល់អ្នកដទៃអញ្ចឹងហើយខ្ញុំគិតថាពេលដែលយើងអាចអនុវត្តកត្តាទាំង3នេះបានខ្ញុំគិតថាអ្នកដទៃគឺគាត់ប្រកាសជាចង់ស្រឡាញ់រាប់អានយើងឬក៏គាត់ចង់ជួយសហការយើងនៅពេលគម្រោងលើកក្រោយទៀតចាហើយខ្ញុំសង្ឃឹមថាវាជាអត្ថប្រយោជន៍របស់អ្នកទាំងអស់គ្នាហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត